សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូទី1ដែលនិយាយអំពី Conic គឺនិយាយអំពី Introduction of Conic វីដេអូនេះគឺសំខាន់មែនទែនសម្រាប់អ្នកដែលរៀន Conic ដំបូងគឺគួរតែយល់អំពី Conic ជាអ្វីហើយគេសិក្សាទៅលើអ្វីខ្លះតាមពិតទៅ Conic គឺគេសិក្សាអំពីខ្សែកោងនៃសម័យកាល Degree ទី2 Degree ទី2ហ្នឹងគឺវាកើតឡើងដោយការកាត់កោណមួយដោយប្លង់មួយដូចនេះខ្សែកោង Degree ទី2ត្រូវបានគេហៅថាខ្សែកោង Conic ហើយខ្សែកោងទាំងនោះត្រូវបានគេសិក្សាតាំងពីប្រទេសក្រិកនៅក្នុងសម័យបុរាណមកម្លេះចឹងមានន័យថាគេសិក្សាយូរហើយគឺប្រទេសក្រិកគឺជាអ្នករកឃើញ Conic នេះមុនគេដោយគណិតវិទូជនជាតិក្រិកម្នាក់ដែលមានឈ្មោះថាលោក Apollonius បានបញ្ជាក់យ៉ាងច្បាស់ថាគាត់បានធ្វើចំណាត់ថ្នាក់មុខកាត់ Conic ដោយប្លង់មួយជា3ប្រភេទដែល3ប្រភេទនោះគឺមានឈ្មោះថា Parabol Ellipse និង Hyperbole ដែលយើងត្រូវសិក្សាទាំង3នេះតាមពិតពេលវាកាត់ទៅត្រូវកាត់ផ្នែកត្រង់មួយទៀតគឺបានរង្វង់មួយទៀតគឺរង្វង់គឺយើងបានសិក្សារួចហើយកាលឆ្នាំដូចជាថ្នាក់ទី10 11គឺយើងបានសិក្សាហើយម្ដងហើយអូខេឥឡូវយើងចូលទៅ slide បន្ទាប់យើងចង់ដឹងថាតើអ្នកប្រាជ្ញជនជាតិក្រិកគណិតវិទូជនជាតិក្រិកហ្នឹងគាត់ធ្វើចំណាត់ថ្នាក់មុខកាត់ Conic ដោយប្លង់មួយហ្នឹងជា3ប្រភេទហ្នឹងតើបាន Ellipse Parabole និង Hyperbole យ៉ាងដូចម្ដេចដំបូងឡើយគឺគាត់មានកោណចំនួន2ដែលទល់មុខគ្នាហ្នឹងឆ្លោះគ្នាហ្នឹងហើយនឹងប្លង់មួយបន្ទាប់មកគឺគាត់យកប្លង់ហ្នឹងយកមកកាត់ប្រឆិតកោណផ្នែកខាងក្រោមក៏បានផ្នែកខាងលើក៏បាននោះនឹងកោណនោះកាត់ដាច់ទៅឲ្យរាងកែមខាងក្រៅនៃកោណហ្នឹងគឺបង្កើតបានជា Parabole ហើយហ្នឹងគឺគេហៅ Parabole បន្ទាប់មកទៀតគឺគាត់កាត់ឲ្យដាច់កោណជា2គឺកាត់ប្រឆិតដដែលហ្នឹងគេឲ្យដាច់កោណជា2ពេលនោះយើងនឹងបានផ្ទៃមុខកាត់របស់កោណហ្នឹងគឺរាងជាពងក្រពើឬក៏ក្នុងភាសា Conic របស់យើងគឺគេហៅថា Ellipse ហ្នឹងអូខេឥឡូវចូលដល់ចំណុចបន្ទាប់ទៀតគឺគាត់បានធ្វើពិសោធន៍ដោយយកប្លង់ហ្នឹងគឺកាត់ផ្ដាច់កោណហ្នឹងឲ្យដាច់កោណទាំងសងខាងហ្មងឲ្យដាច់កោណដែលឆ្លោះគ្នាហ្នឹងឲ្យត្រង់ដូចបានគំនូសហ្នឹងគឺគំនូសដែលពណ៌ក្រហមគឺមុខកាត់វាគឺជា Parabole 2ដែលឆ្លោះគ្នា Parabole 2ដែលឆ្លោះគ្នានេះគឺគេហៅថា Hyperbole អូខេសរុបមកវិញការធ្វើចំណាត់ថ្នាក់មុខកាត់កោណរបស់គណិតវិទូជនជាតិក្រិកហ្នឹងគឺទទួលបានដូចជា Cycle គឺរង្វង់ Ellipse Parabole និង Hyperbole ប៉ុន្តែក្នុងករណីនេះដែលយើងរៀនគឺយើងរៀនតែ3ទេគឺ Ellipse Parabole និង Hyperbole គឺយើងរៀន Cycle ទេ Cycle គឺយើងរៀនហើយណាមួយក៏វាជាគេហៅថា Conic ពិសេសអញ្ចឹងគេអត់រៀនទេគឺគេរៀនហើយអូខេឥឡូវយើងចូលដល់ចំណុចបន្ទាប់គឺ eccentricity eccentricity ដូចជាយើងរៀនគឺគេហៅថា eccentricity តែភាគច្រើនគេមិនសូវលើកមកនិយាយមក eccentricity វាពិបាកតាមពិតយើងយល់ឥឡូវហ្នឹងហើយក៏ល្អដែរដើម្បីពេលខ្លះលំហាត់ក៏គេត្រូវតែឲ្យមកដែរ eccentricity លំហាត់ខ្លះគេប្រាប់ជា eccentricity មកដើម្បីឲ្យយើងរកសម័យកាលស្តង់ដារនៃConic ណាមួយហ្នឹងបើយើងស្វែងយល់ពីវាឡើយហើយជៀសវាងការថ្ងៃក្រោយគ្រូដាក់លំហាត់ឬក៏យើងប្រឡងទៅមានចេញលក្ខណៈហ្នឹងមកគឺយើងបានសិក្សារួចហើយអញ្ចឹងយើងទៅស្វែងយល់ពីវាអស់គ្នាអញ្ចឹងអូខេឥឡូវយើងចូលមកដល់មើលលក្ខខណ្ឌវាគឺគេថាបើសិនជា eccentricity ហ្នឹងគឺស្មើ0អញ្ចឹងបានថា Conic ហ្នឹងគឺរាងវាជារង្វង់អញ្ចឹងវាជាសម័យកាលរង្វង់ហើយមើលលក្ខខណ្ឌទី2គឺបើសិនបើ eccentricity ហ្នឹងស្ថិតនៅចន្លោះពី0មក1នោះវាគឺជា ellipse មើលចំណុចលក្ខខណ្ឌទី3វិញគឺបើសិនជាវាជា Parabole នោះ eccentricity វាគឺត្រូវតែស្មើ1អញ្ចឹងកាលណា eccentricity វាស្មើ1គឺវាជា Parabole ហើយមើលចំណុចចុងក្រោយបើសិនជាវាជា Hyperbole នោះ eccentricity វាគឺធំជាង1បានន័យថា
thông chừng mùi mẹn thờ mà mùi anh ấy cứ thông chừng mùi đại khát chẳng bạn này tha mùi cho chiêng ở hồ đó này thơ mấy copy mùi tại vì mà mùi cứ về chia parable này ok lấy dân đăng bị lạc khăn bởi vì hái và lấy dân cho tờ mơ cả cái anh rộng eccentricity ta kết với đêm đất tớp đăng làm lại eccentricity thật nơi cho lọt nè eccentricity cứ chia chùm nuôn phò thiệp rồi viên chùm ngày pi chùm nạch mùi nè lờ xài cóng một cộng đồng thiệp chỉ mùi nâng chùm ngày pi chùm nạch mùi nè lờ xài cóng một bản tọa prap tịch cho tầm mơ cả cái này eccentricity này parabol đang ở này cứ parabol đang hai tha thiết sầm khăn biết cứ miền cùng nóng nó này người ta đời f hai nâng cùng pool hai nâng mũi tiết cứ bản tọa prap tịch giờ đang hai tha eccentricity cứ chỉ phò thiệp chùm nói nơi lớn xa cóng từ cùng nóng thiếp chỉ môi nên chùm ngay bị dùm nói nắng từ và tọa prap tình đại nó trong parabol bảo dưỡng ní cứ chùm nói đại rốt nơi xa cóng parabol nó cứ chùm nói về cho mày ha eccentricity cứ mà nâng pf thiếp chỉ môi nâng p âm cho mày đây tha eccentricity ní cứ pf chạy nâng p âm cứ từ tại sao mùi tớ bia chia parabol nhưng ai tầm mới lại khăn đang bởi dân bán ấy khi eccentricity mà mũi cứ chỉ parabol ok lấy dân tầm mơ cà rốt eccentricityបន្តទៀតគឺការរក eccentricity នៃ ellipse ទាំងអស់គ្នាចូលដល់ eccentricity នៃ ellipse នេះគឺវាមិនខុសពី parabol ប្រមាណទេ ellipse រាងជាពងក្រពើចឹងពេលយើងកាត់វាជា2ទៅគឺវាបាន parabol ចំនួន2ចឹងវាមានកំណុំកំពូលហើយនឹងបន្តប្រាប់ទិសដោយ parabol មិនចឹងគឺយើងអាចរកបានដូចគ្នាមិនចឹងគឺស្មើនឹងចំណុច P F ចែកជាមួយនឹង PM គឺចំណុចហ្នឹងពេលយើងចែកគ្នាទៅគឺត្រូវតែតូចជាង1ចឹងលក្ខខណ្ឌតូចជាង1កាលណា eccentricity តូចជាង1វាគឺជា ellipse អូខេវាមិនខុសគ្នាប៉ុន្មានទេក្រៅដូច parabol មិញចឹងយើងចូលទៅមើលការរក eccentricity របស់parabol អ្នកគ្នាវីដេអូនេះគឺខ្ញុំមិនផ្ដោតសំខាន់ទៅលើវាខ្លាំងពេកប៉ុន្តែឲ្យយល់ខ្លះព្រោះថាយើងមិនទាន់ចូលលម្អិតទៅមេរៀននីមួយទេពេលយើងចូលលម្អិតពីមេរៀនមួយទើបយើងយល់កាន់តែច្បាស់ឥឡូវយើងចូលទៅមើល eccentricity នៃ parabol អ្នកគ្នាចូលមកដល់ការរក eccentricity នៃ parabol ក៏វាមិនខុសអំពី parabol និង ellipse បានដែរព្រោះ parabol នេះវាគឺជាយើងមើលទៅយើងឃើញរូប parabol 2ឆ្លោះគ្នាហើយមានកំណុំហើយនឹងបន្តប្រាប់គឺដូចគ្នាហើយមានចំណុច P រត់នៅលើ parabol សងខាងដូចគ្នាអញ្ចឹងជាយើងអនុវត្តតាមរូបមន្ត eccentricity របស់យើងមកគឺចម្ងាយនៅលើចំណុចមកកំណុំធៀបជាមួយនឹងចម្ងាយនៅលើចំណុចមកបន្តប្រាប់ទិសអញ្ចឹងគឺស្មើនឹង PF ចែកឲ្យ PM វាជា eccentricity ហើយផលចែកនោះគឺត្រូវតែធំជាង1ទៅវាត្រូវលក្ខខណ្ឌនៃ parabol របស់យើងអញ្ចឹងនៅពេលដែលយើងគណនាឃើញ eccentricity ធំជាង1តែវាមិនមែនស្មើ1ទេណាតែវាស្មើ1វាគឺជា parabol ហើយអញ្ចឹងគេវាធំជាង1ទៅគឺវាជា parabol ហើយអូខេប៉ុណ្ណឹងក្នុងវីដេអូនេះគឺឲ្យអ្នកនរគ្នាយល់អំពី basic នៃកោណិកតែប៉ុណ្្នឹងទេអញ្ចឹងវីដេអូក្រោយយើងនឹងចូលលម្អិតអំពីចំណុចសំខាន់នីមួយវីដេអូក្រោយខ្ញុំនឹងលើកអំពី parabol អញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយអរគុណ